អ្នកច្បាប់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីទាមទារសំណងចំពោះការខូចខាតប្រាសាទខ្មែរដែលរងការបំផ្លិចបំផ្លាញដោយកងទ័ពថៃជំវិញចំនួនព្រំដែននៅពេលនេះអតីតមេធាវីសាលាក្តីខ្មែរក្រហមលោកកងរិទ្ធិគិរីបានសរសេរនៅលើគណនី Facebook របស់លោកនៅថ្ងៃនេះថាសកម្មភាពវាយប្រហារទៅលើប្រាសាទបុរាណខ្មែរនានាពីសំណាក់កងទ័ពថៃគឺជាឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងពិតប្រាកដដែលប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវចុះថ្ងៃទី12ខែសីហាឆ្នាំ1949អតីតមេធាវីរូបនេះអះអាងថាសកម្មភាពបាញ់បំផ្លិចបំផ្លាញប្រាសាទតាមាន់ប្រាសាទតាក្របីដែលបណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុងនិងខូចខាតផ្នែកខ្លះនៃប្រាសាទព្រះវិហាររបស់កម្ពុជាដោយកងទ័ពថៃគឺកម្ពុជាអាចប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឬតុលាការក្នុងស្រុកក៏បានដើម្បីឲ្យទទួលខុសត្រូវលើអំពើឧក្រិដ្ឋរបស់ពួកគេលោកកងរិទ្ធិគិរីជំរុញឲ្យកម្ពុជារៀបចំតុលាការឧក្រិដ្ឋកម្មសង្គ្រាមមួយនិងដាក់ឲ្យដំណើរការដោយចាប់ផ្ដើមស៊ើបអង្កេតបុគ្គលពាក់ព័ន្ធការដាក់បទបញ្ជាឲ្យអនុវត្តបាញ់ប្លង់កំទេចប្រាសាទបុរាណនានារបស់ខ្មែរព្រោះការបាញ់ប្លង់កំទេចប្រាសាទខ្មែរទាំងនោះប្រកាសជាពាក់ព័ន្ធទៅនឹងនាយករដ្ឋមន្ត្រីថៃរដ្ឋមន្ត្រីក្រសួងការពារជាតិថៃប្រធានភូមិភាគថៃនិងប្រធានកងពលនានារបស់ថៃជាក់ជាមិនខានលោកបញ្ជាក់ថាការធ្វើបែបនេះគឺដើម្បីទប់ស្កាត់កុំឲ្យមានអំពើព្រៃផ្សៃនេះកើតមានម្ដងទៀតលើប្រទេសកម្ពុជានិងដើម្បីបំបាក់មុខមេដឹកនាំថៃឲ្យរងនូវភាពអាម៉ាស់លើឆាកអន្តរជាតិស្របតាមច្បាប់ជាតិនិងអន្តរជាតិការអះអាងនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានបាញ់បំផ្លាញប្រាសាទតាក្របីប្រាសាទព្រះវិហារជុំវិញចំនួនជាមួយនឹងកម្ពុជានៅពេលនេះលោក Lazare Alaundo Asumoនាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានលើកឡើងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី41និងកិច្ចប្រជុំពេញអង្គលើកទី32នៅថ្ងៃទី12ខែធ្នូនេះថាអង្គការ UNESCO កំពុងតែពិនិត្យតាមដានយ៉ាងល្អិតល្អន់និងត្រៀមខ្លួនផ្ដល់ជំនួយបច្ចេកទេសនិងវិធានការនានាដើម្បីការពារដល់សម្បត្តិបេតិកភណ្ឌទាំងឡាយរបស់កម្ពុជាពីការវាយប្រហាររបស់ទាហានថៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរនិងសម្បូរព្រៃគុកហៅកាត់ថា ICC អង្គរនិងសម្បូរព្រៃគុកបានបើកកិច្ចប្រជុំបច្ចេកទេសលើកទី41និងកិច្ចប្រជុំពេញអង្គលើកទី32រយៈពេល2ថ្ងៃពីថ្ងៃទី11ដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025នេះដែលដឹកនាំដោយសហប្រធានប្រទេសបារាំងនិងប្រទេសជប៉ុនដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអ្នកស្រីភឿងសក្កណាផងដែរកាលពីថ្ងៃទី11ខែធ្នូក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកងទ័ពថៃដាច់អហង្ការដែលបានកំទេចប្រាសាទតាក្របីនិងប្រាសាទព្រះវិហារជុំវិញចំនួនព្រំដែនជាមួយនឹងកម្ពុជានៅពេលនេះក្រសួងវប្បធម៌ចាត់ទុកសកម្មភាពបំផ្លិចបំផ្លាញប្រាសាទខ្មែរពីសំណាក់កងទ័ពថៃគឺជាឧក្រិដ្ឋកម្មលើបេតិកភណ្ឌមនុស្សជាតិដែលប្រឆាំងនឹងអនុសញ្ញាឆ្នាំ1954និងអនុសញ្ញាឆ្នាំ1972ធ្ងន់ធ្ងរក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរអំពាវនាវឲ្យប្រជាជនខ្មែរទូទាំងប្រទេសចូលរួមកាន់ទុក្ខការបែកបាក់របស់ប្រាសាទតាក្របីនិងចងចាំទុកនៅទង្វើដ៏ឧក្រិដ្ឋកម្មមួយនេះនៅក្នុងប្រវត្តិសាស្ត្រនៃការបំផ្លិចបំផ្លាញរបស់យោធាថៃមកលើប្រទេសកម្ពុជាដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធមេឌី Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link ឬអង្គាសរបស់សហព័ន្ធមេឌី Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Method សូមលោកអ្នកនាងចុចយកពាក្យ Credit ឬ Debit រួចបំពេញ email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច Postal Code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ